បាទសូមជម្រាបសួរបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះយើងវិលមកជួបគ្នាសារជាថ្មីនៅសាច់រឿងថ្មីមួយទៀតចង់ដឹងថាតើសាច់រឿងព្រឺព្រួយរន្ធត់យ៉ាងណានោះក៏សូមតាមដានស្ដាប់ជាមួយខ្ញុំបាទដូចតទៅនៅជាក្រុងដ៏ស្ងប់ស្ងាត់មួយមានផ្លូវលំមួយខ្សែដែលអ្នកភូមិគ្រប់គ្នាប្រសិទ្ធនាមថាផ្លូវបត់កែងមរណៈវាជាផ្លូវបត់កែង90ដឺក្រេកាត់តាមរបងវត្តចាស់និងដើមជ្រៃធំមួយដើមដែលមេឃរបស់វាគ្របលើផ្លូវទាំងមូលទីនោះតែងតែមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាញឹកញាប់ទោះបីជាអ្នកបើកបរប្រុងប្រយ័ត្នយ៉ាងណាក៏ដោយអ្នកខ្លះក៏ថាហ្វ្រាំងមិនស៊ីហើយអ្នកខ្លះទៀតក៏ថាមានមនុស្សដើរកាត់ប៉ុន្តែការពិតដែលជាអាកំបាំងនោះគឺមានវិញ្ញាណម្យ៉ាងដែលកំពុងរងចាំនៅទីនោះដែលខ្មែរយើងចំណាំហៅថាជើងកបដើម្បីមកជំនួសកន្លែងរបស់វាសុផលជាបុរសវ័យក្មេងម្នាក់គេមិនសូវជឿលើរឿងអបិយជំនឿឡើយយប់មួយគេបានបើកបរម៉ូតូត្រឡប់មកពីធ្វើការវិញយឺតជាង10ដងយប់នោះដែរមេឃងងឹតឈឹងខ្យល់បក់មកត្រជាក់ដល់ឆ្អឹងខ្នងនៅពេលដែលសុផលបើកមកដល់ជិតផ្លូវបត់កែងនោះស្រាប់តែចង្គៀងម៉ូតូរបស់គេចាប់ផ្ដើមភ្លឹបភ្លែតក្នុងចិត្តគេចាប់ផ្ដើមភ័យអន្ទះសារប៉ុន្តែគេក៏នៅតែព្យាយាមបន្ថែមល្បឿនដើម្បីឲ្យផុតពីកន្លែងនោះរំពេចនោះគេបានឃើញស្រមោលខ្មៅមួយឈរនៅចំកណ្ដាលផ្លូវបត់សុផលខំចាប់ហ្វ្រាំងយ៉ាងខ្លាំងប៉ុន្តែម៉ូតូរបស់គេហាក់បីដូចជាមានកម្លាំងអ្វីម្យ៉ាងទាញទៅរកដើមជ្រៃធំនោះមុនពេលម៉ូតូគេដួលគេបានឮសំឡេងសើចគ្រលួចក្នុងត្រចៀករបស់គេមកដល់ហើយមកជំនួសអញហើយសុផលដួលខ្ទាតចេញពីម៉ូតូខ្លួនប្រាណរបស់គេពោពេញដោយឈាមពេលនោះដែរភ្នែករបស់គេស្រាប់តែសម្លឹងឃើញជើងពីរដែលគ្មានខ្លួនប្រឡាក់ដោយដីខ្សាច់កំពុងដើរចូលមកជិតគេសន្សឹមបន្ទាប់ពីនោះមកសុផលក៏សន្លប់បាត់ស្មារតីទៅលុះដល់មន្ទីរពេទ្យសុផលបានដឹងខ្លួនឡើងវិញប៉ុន្តែជើងទាំងពីររបស់គេមិនអាចកម្រើកបានឡើយគ្រូពេទ្យបានប្រាប់ថាវាជាការប៉ះទង្គិចសរសៃប្រសាទប៉ុន្តែមានយាយម្នាក់ឈ្មោះយាយម៉ៅដែលជាអ្នកជំងឺក្រេចិត្តខាងបានខ្សឹបប្រាប់សុផលទាំងញ័ររន្ធត់ថាចៅឯងត្រូវជើងកបវាយកហើយបើមិនរកអ្នកមកជំនួសទេចៅឯងនឹងត្រូវស្លាប់នៅថ្ងៃសិលខាងមុខនេះមិនខានសុផលចាប់ផ្ដើមយល់សពឃើញរូបភាពដដែលគឺជារូបភាពខ្លួនឯងកំពុងឈរនៅផ្លូវបត់កែងនោះហាក់ដូចជាកំពុងរងចាំអ្នកណាម្នាក់លុះដល់យប់បន្ទាប់សុផលបានឃើញស្រមោលខ្មៅនោះមកឈរនៅចុងគ្រែរបស់គេវាមានរូបរាងជាមនុស្សប៉ុន្តែវាគ្មានមុខមាត់ច្បាស់លាស់ឡើយដែលជើងរបស់វាប្រឡាក់ដោយឈាមជោកជាំវាបានរំកិលខ្លួនឡើងមកលើគ្រែរបស់សុផលធ្វើឲ្យសុផល
ដកដង្ហើមស្ទើរមិនរួចសំឡេងខ្សឹបក៏ឮក្នុងត្រចៀករបស់សុផលម្ដងទៀត ក្នុងរយៈពេល7ថ្ងៃបើឯងមិនទាញព្រលឹងអ្នកណាម្នាក់មកទីនេះទេព្រលឹងរបស់ឯងនឹងត្រូវជាប់នៅផ្លូវបត់នោះជារៀងរហូត សុផលចាប់ផ្ដើមមានអាការៈប្លែកៗភ្នែករបស់គេចាប់ផ្ដើមប្រែក្រហមខុសប្លែកពីធម្មតាទោះបីជាជើងរបស់គេដើរមិនរួចប៉ុន្តែព្រលឹងរបស់គេបានចេញពីខ្លួននៅពេលយប់ព្រលឹងសុផលហោះទៅកាន់ផ្លូវបាត់កែងនោះលុះមួយសន្ទុះមកគេឃើញមានមនុស្សម្នាក់កំពុងបើកឡានកាត់ទីនោះសុផលក៏គិតក្នុងចិត្តថាបើគេធ្វើឲ្យឡាននោះគ្រោះថ្នាក់គេនឹងបានរួចខ្លួនប៉ុន្តែនៅពេលដែលរថយន្តមួយគ្រឿងនោះមកជិតដល់គេក៏បានឃើញថាអ្នកបើកបរក្នុងរថយន្តនោះគឺជាមិត្តភក្តិជិតដិតបំផុតរបស់គេសុផលក៏រារែកក្នុងចិត្តតាមពិតទៅជើងកបនៅផ្លូវបត់កែងនោះគឺជាវិញ្ញាណបុរសម្នាក់ដែលបានស្លាប់ដោយអយុត្តិធម៌កាលពី50ឆ្នាំមុនវិញ្ញាណនោះត្រូវបានគេសម្លាប់ហើយយកសាកសពមកកប់នៅក្រោមដើមជ្រៃនេះដោយសារតែចិត្តចងអាឃាតវិញ្ញាណនោះមិនអាចទៅចាប់ជាតិបានឡើយហើយត្រូវតែរកជើងកបម្នាក់មកចាំយាមផ្លូវជំនួសជារៀងរាល់10ឆ្នាំម្ដងសុផលបានសម្រេចចិត្តមិនសម្លាប់មិត្តភក្តិខ្លួនឯងទេគេក៏បានហៅគ្រូមន្តអាគមម្នាក់ឲ្យមកជួយក្នុងរឿងនេះលោកគ្រូបានប្រាប់ថាមានតែវិធីម្យ៉ាងគត់ដើម្បីកម្ចាត់ជើងកបនេះគឺត្រូវតែជីកដីរកក្បាលខ្មោចដែលកប់នៅក្រោមដើមជ្រៃនោះមកធ្វើពិធីរំដោះគ្រោះប៉ុន្តែការធ្វើបែបនេះធ្វើឲ្យវិញ្ញាណជើងកបនោះខឹងសម្បាជាខ្លាំងហើយវាអាចនឹងយកជីវិតអ្នកដែលធ្វើពិធីនោះភ្លាមផងដែរលុះដល់យប់ថ្ងៃសិលសុផលនិងលោកគ្រូបានទៅដល់ផ្លូវបត់កែងនោះស្រាប់តែពេលនោះក៏មានខ្យល់បក់បោកយ៉ាងខ្លាំងដើមជ្រៃក៏យល់ទៅយល់មកហាក់ដូចជាមានមនុស្សកំពុងតែច្រានទៅច្រានមកនៅពេលដែលពួកគេចាប់ផ្ដើមជីកដីស្រាប់តែមានម្រាមដៃជាច្រើនលេចចេញពីក្នុងដីមកចាប់ជើងរបស់ពួកគេសំឡេងសម្រែងយំសោកក៏លឺរំពងពេញព្រៃសុផលបានឃើញខ្មោចជើងកបនោះចេញមកតតាំងនឹងលោកគ្រូផ្ទាល់បន្ទាប់ពីការតស៊ូមួយសន្ទុះមកលោកគ្រូក៏បានសូត្រមន្តអាគមដាក់លើក្បាលខ្មោចដែលជីកយកពីក្នុងដីនោះរួចក៏ដុតកំទេចចោលភ្លាមតែម្ដងភ្លាមនោះដែរស្រមោលខ្មៅដ៏ធំនោះក៏រលាយបាត់ក្នុងអណ្ដាតភ្លើងព្រមជាមួយនឹងសំឡេងសម្រែកចុងក្រោយដ៏គួរឲ្យខ្លាចសុផលក៏ដួលសន្លប់បាត់ស្មារតីទៅលុះព្រឹកឡើងសុផលដឹងខ្លួនឡើងវិញមានអារម្មណ៍ថាជើងរបស់គេអាចកម្រើកឡើងវិញបានហើយផ្លូវបត់កែងនោះលែងគួរឲ្យខ្លាចដូចមុនទៀតហើយប៉ុន្តែមានអ្នកភូមិខ្លះក៏នៅតែនិយាយតគ្នាថា
ជួនកាលនៅពេលយប់ងងឹតគេនៅតែលឺសម្រាប់ជើងដើរនៅលើដីខ្សាច់ក្បែរដើមជ្រៃនោះដដែលរឿងរ៉ាវនេះក៏បញ្ចប់ត្រឹមតែប៉ុណ្ណេះអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាស្ដាប់កំសាន្តតាំងពីដើមរហូតដល់ចប់ជួបគ្នានៅសាច់រឿងថ្មីទៀតអរគុណជម្រាបលា